ក្នុងមួយថ្ងៃយើងបានទទួលពេលវេលា24ម៉ោងស្មើគ្នាដោយមិនមានអ្នកណាបានតិចច្រើនជាងគ្នាទេប៉ុន្តែការប្រើប្រាស់ពេលវេលាសម្រាប់ប្រយោជន៍តិចឬច្រើនជាងគ្នាឬក៏ឥតប្រយោជន៍នេះគឺជារឿងរៀងៗខ្លួនលុះ24ម៉ោងកន្លងផុតទៅម្នាក់ត្រូវអស់ជីវិតមួយថ្ងៃស្មើគ្នាដែរក្នុងជីវិតមនុស្សយើងអ្វីដែលបានមកឯងដោយមិនចាំបាច់ស្វែងរកគឺការចាស់ជរាព្យាធិមរណៈប៉ុន្តែអ្វីដែលត្រូវស្វែងរកត្រូវអប់រំគឺគុណតម្លៃនៃជីវិតនៅក្នុងជរាវគ្គទី11នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាបុរសអ្នកមិនមានការចេះដឹងនេះតែចាស់ឥតអំពើដោយគោបម្រើគោនោះមានការចម្រើនតែសាច់ប៉ុណ្ណោះចំណែកបញ្ញាមិនចម្រើនឡើយយ៉ាងណាបុគ្គលដែលមិនមានការចេះដឹងក៏យ៉ាងនោះដែរចម្រើនទាំងសច្ឆាមចម្រើនទាំងកិលេសប៉ុន្តែបញ្ញារមែងសាបសូន្យមិនចម្រើនឡើងទេ